បើកូនលោកអ្នកគួររៀបច្រើនដងក្នុងមួយថ្ងៃសូមប្រយ័ត្ននេះអាចជា Rotavirus តើអ្វីទៅជា Rotavirus មានគ្រោះថ្នាក់បែបណាចំពោះកុមារ Rotavirus គឺភាគច្រើនបង្កឲ្យមានការរាកច្រើននៅលើកុមាររាកបាញ់ទៅទឹកឆ្វាចហើយជាពិសេសរួមផ្សំជាមួយនឹងការក្អួតចង្អោរច្រើនឬក៏អាចមានក្តៅខ្លួនបើសិនជាក្អួតច្រើនឬរាកច្រើនធ្វើឲ្យបាត់បង់ជាតិទឹកនិងជាតិរ៉ែជាពិសេសផងដែរជាទូទៅ Rotavirus កើតឡើងនៅកុមារអាយុក្រោម5ឆ្នាំហើយមូលហេតុនេះគឺឆ្លងតាមរយៈដៃដែលមានមេរោគតាមរយៈរបស់លេងតាមរយៈអាហារជាមួយនឹងទឹកជាដើមបញ្ហាសំខាន់បំផុតរបស់ជំងឺនេះគឺធ្វើឲ្យកុមារបាត់បង់ជាតិទឹកធ្ងន់ធ្ងររហូតដល់អាចសម្រាកនៅមន្ទីរពេទ្យជាដើមបូករួមផ្សំជាមួយនឹងកុមារដែលក្អួតញ៉ាំថ្នាំមិនបានហើយក្តៅខ្លួនផងនោះពេលខ្លះគ្រូពេទ្យតម្រូវការឲ្យអូនត្រូវសម្រាកពេទ្យដើម្បីបំពេញជាតិទឹកនិងជាតិរ៉ែដែលបាត់បង់ទៅតាមការរាកនិងក្អួតនោះឯងអញ្ចឹងក្នុងករណីដែលកុមារក្អួតច្រើនមិនអាចបើបានមិនអាចផឹកទឹកបានវាកាន់តែច្រើនហើយខ្សោយមើលទៅអត់មានទឹកនោមឬក៏ទឹកនោមតិចពេកនេះប៉ាម៉ាម៉ាត្រូវប្រញាប់យកអូនមកមន្ទីរពេទ្យឲ្យជួបវេជ្ជបណ្ឌិតឯកទេសកុមារជាបន្ទាន់អ្វីដែលអាចការពារកុមារពីជំងឺរាកបានគឺត្រូវធ្វើការបន្តវ៉ាក់សាំងរាកចំនួន2ទៅ3ដងទៅតាមប្រភេទនៃវ៉ាក់សាំងអញ្ចឹងការបន្តវ៉ាក់សាំងនេះធ្វើឡើងនៅអាយុ2ខែ4ខែឬក៏កន្លែងខ្លះធ្វើនៅ1ខែកន្លះ2ខែកន្លះនិង3ខែកន្លះអញ្ចឹងប៉ាម៉ាក់ដែលមានអូនដែលមានបញ្ហាដូចនេះអាចតាក់ទងជាមួយនឹងខ្ញុំដុកទ័រលីឯកទេសទារកកុមារវះកាត់កុមាររយៈពេល19ឆ្នាំបទពិសោធន៍ស្តង់ដារអន្តរជាតិដែលមានអាសយដ្ឋាននិងលេខ Telegram នៅលើ bio profile